សាច់រឿងដែលបានចាប់ផ្ដើមនៅពេលនេះជួយតង់សានបាននិយាយថាប្រសិនបើឈិនភីងអានមិនទទួលយកគេធ្វើជាកូនសិស្សទេគេនឹងសម្លាប់ខ្លួនភ្លាមហើយឲ្យភីងអាននឹងឆ្លាក់ឈ្មោះរបស់គេថាជាកូនសិស្សរបស់ឈិនភីងអានក៏បានប្រាប់គេថាបើអញ្ចឹងគួរតែសាកល្បងមើលទៅហើយពួកគេទាំងពីរនាក់នឹងប្រកាសជាមានភ្នោតែមួយនោះទេជួយតង់សានក៏បានដឹងថាភីងអាននៅពេលនេះគឺមិនទាន់ទុកចិត្តគេនោះទេដូច្នេះហើយគឺអាចតាមដានគេមើលរយៈបានស្របពេលដែលកម្រិតនៃការវឹកហាត់របស់គេនឹងគឺមិនសូវជាខ្ពស់នោះទេប៉ុន្តែបាននិយាយអំពីចំណេះដឹងរបស់គេវិញគឺថាពិតជាទូលំទូលាយក៏ដូចជាខ្ពស់ខ្លាំងមែនទែនភីងអានគឺនៅតែមិនខ្វល់គេក៏នៅតែប្រាប់ភីងអានឲ្យដើរយឺតៗហើយគេក៏បានបន្តទៀតថាយ៉ាងណាមិញគេគឺស្គាល់អំពីទំនៀមទម្លាប់ក៏ដូចជាវប្បធម៌នៃរាជវង្សស៊ួយដូច្នោះហើយការធ្វើដំណើរនេះប្រសិនបើមានវត្តមានគេនោះគ្រប់គ្នាគឺអាចធានាបាននៅសុវត្ថិភាពប៉ុន្តែភីងអានមិនខ្វល់នោះទេគេបានបន្តថានៅហើយចោះរឿងនេះចាំនិយាយគ្នានៅពេលក្រោយទៅគេបានបញ្ចេញនៅសៀវភៅមួយក្បាលប្រាប់ថាអ្នកវឹកហាត់ដែលនៅកម្រិតទី6ឡើងដល់កម្រិតទី10ហ្នឹងនៅពេលដែលធ្វើដំណើរគឺតែងតែមាននៅកម្ពីក្បាច់គុណល្អៗជាប់តាមខ្លួនហើយប៉ុន្តែយ៉ាងណាមិញសៀវភៅរបស់គេហ្នឹងគឺថាមានតម្លៃជាងកម្ពីក្បាច់គុណទាំងអស់នោះទៅទៀតរួចហើយក៏បានបញ្ចេញនៅកញ្ចក់ត្រៃអធិរាយដែលវាគឺអាចទប់ទល់ជាមួយនឹងធម្មពលដៅរបស់អ្នកខ្លាំងម្នាក់បានរួចហើយក៏បានបន្តបញ្ចេញនៅជក់មួយទៀតដែលជក់នេះនៅពេលដែលភីងអានគឺធ្វើអ្វីមួយហើយនោះគឺមិនចាំបាច់លាងសម្អាតនោះទេប្រើប្រាស់ជក់នឹងតែម្ដងទៅរួចហើយក៏បានបញ្ចេញនៅរបស់មួយទៀតនៅពេលដែលយកដៃទៅកេះឬមួយក៏ដេញទៅលើវាហើយនឹងវាអាចបង្កើតបាននៅសម្លេងដ៏ពីរោះរណ្ដំមួយបានក្រដាមមួយសន្លឹកនេះវិញស្ដេចនៃប្រទេសនីមួយៗធ្វើការតែងតាំងទេវតាភ្នំទេវតាដតេផ្សេងទៀតនឹងគឺតែងតែប្រើប្រាស់វាស្របពេលដែលដៅហោះនេះវិញគឺមាននៅគុណសម្បត្តិដ៏វិសេសវិសាលមួយដោយមិនតម្រូវឲ្យមនុស្សម្នាក់នឹងគឺជាអ្នកសំណងមរតកនៃធម្មពលដៅឬមួយក៏អ្នកវឹកហាត់ដៅអីនោះទេគឺអាចប្រើប្រាស់វាបានស្រេចទៅចិត្តប៉ុន្តែភីងអានគឺនៅតែមិនខ្វល់គេបានបន្តថាគេគឺពិតជាចង់ធ្វើជាកូនសិស្សរបស់ភីងអានខ្លាំងមែនទែនឲ្យគេស្បត់នឹងក៏បានដែរប្រសិនបើគេមានបំណងអាក្រក់ណាមួយសម្រាប់ឈិនភីងអាននោះសូមឲ្យឋានសួគ៌នឹងគឺដាក់ទោសគេទៅចំណែកភីងអានក៏តបទៅវិញមួយម៉ាត់យ៉ាងខ្លីថាអត់ចង់ហើយគាត់ក៏បន្តដំណើរទៅមុខទៀតទៅជួយតង់សាននៅពេលនេះហាក់បីដូចជាអស់ក្តីសង្ឃឹមទៅហើយគេបង្ហាញអំពីចេតនាល្អប៉ុណ្ណឹងសម្រាប់ឈិនភីងអានទៅហើយប៉ុន្តែភីងអាននឹងគឺនៅតែមិនខ្វល់ទៀតជាមួយគ្នានោះគេក៏ចាប់អារម្មណ៍ថាស្នៀតសក់នៅលើក្បាលរបស់ភីងអានគឺបានបាត់ទៅហើយដូច្នោះហើយក៏គិតថាមើលទៅប្រហែលជាតាចាស់នឹងគឺយកត្រឡប់ទៅវិញហើយគេក៏នៅតែបន្តសួរថាតើកាលពីពេលមុនពួកគេនឹងគឺមិនបានជួបជាមួយនឹងអ្នកប្រាជ្ញម្នាក់ទេឬតែអ្នកប្រាជ្ញទាំងអស់នោះគឺមិនបាននិយាយប្រាប់គេទេឬស្របពេលដែលគ្រប់គ្នាក៏បានឈប់បន្តិចហើយខណៈដែលគេក៏បានបន្តថាបើទោះបីជាភីងអានគឺមិនជឿគេក៏ដោយប៉ុន្តែក៏គួរតែជឿអ្វីដែលព្រឹទ្ធាចារ្យយ៉ាងបាននិយាយដែររួចហើយក៏បោះក្របអុកនេះទៅឲ្យយិនម៉ឹងព្រោះថាមានតែគេនោះទេទើបអាចយល់អំពីអត្ថន័យនៅក្នុងក្របអុកនឹងបានក្តាប់កណ្ដាប់ដៃបន្តិចហើយបន្ទាប់មកក៏បានប្រាប់ទៅកាន់ឈិនភីងអានថាទាំងអស់នេះព្រឹទ្ធាចារ្យយ៉ាងគឺជាអ្នករៀបចំក៏ដូចជាធ្វើការណែនាំដោយផ្ទាល់ដូច្នោះហើយមនុស្សម្នាក់នេះប្រកាសជាមិនធ្វើបាបគាត់នោះទេខណៈដែលភីងអានក៏សួរតបទៅវិញថាតើពួកគេនឹងគឺជាមនុស្សនៅក្នុងគ្រួសារលូមែនទេខណៈដែលជួយតង់សានក៏ប្រាប់ថាពួកគេនឹងគឺសិតតែជាមនុស្សមកអំពីគ្រួសារក្តីក្រប្រសិនបើគេមិនបានធ្វើអន្តរាគមន៍ទាន់ពេលវេលាទេពួកគេនឹងគឺបានស្លាប់នៅក្នុងភូមិបាត់ទៅហើយភីងអានក៏ប្រាប់ថាបើអញ្ចឹងគួរតែឲ្យពួកគេនឹងគឺធ្វើដំណើរជាមួយគ្នាតែម្ដងទៅបន្តមកក៏នាំគ្នាធ្វើដំណើរទៅមុខបន្តទៀតចំណែករាងកាយរបស់ជួយតង់សាននៅពេលនេះវិញក៏ស្រាប់តែកម្លាំងធម្មពលមួយបានលេចចេញមកតាមរយៈសរសៃឈាមរបស់គេយ៉ាងចម្លែកបណ្ដាលឲ្យគេនឹងក៏បានស្រែកទៅលើយ៉ាងខ្លាំងដោយមិនដឹងថាស្រែកជេរអ្នកណានោះទេហើយនៅពេលនេះវិញក៏បានទៅមើលអ្នកទាំងពីរកំពុងតែអង្គុយលេងអុកហើយក៏បាននិយាយទៅកាន់មនុស្សម្នាក់ថាគេនឹងកំពុងតែត្រូវបានម្នាក់ទៀតស្វាគមន៍ដូចជាឆ្កែហើយសួរហើយថាតើត្រូវការជំនួយអំពីគេដែរឬអត់ប៉ុន្តែក៏បានតបទៅវិញថារងចាំរហូតដល់លោកនឹងគឺខ្លាយទៅជាកូនសិស្សរបស់ឈិនភីងអានសិនទៅដែលធ្វើជួយតង់សាននៅពេលនេះគឺថាយំននាលដីទៅហើយដោយគេនឹងគឺមិនដឹងថាគួរតែធ្វើយ៉ាងណានោះទេគេក៏នៅតែព្យាយាមស្រែកទៅកាន់ឈិនភីងអានឲ្យទទួលយកគេធ្វើជាកូនសិស្សផងដែរទៅចំណែកលីប៉ៅភីងវិញក៏បាននិយាយទៅកាន់លោកគ្រូពូតូចថាមេរៀនថ្ងៃនេះគឺរៀនអំពីអ្វីដែលគេឲ្យឈ្មោះថាធម្មជាតិការដែលដើរតាមធម្មជាតិគឺត្រូវបានគេឲ្យឈ្មោះថាមាគ៌ាការដែលវឹកហាត់មាគ៌ាគឺត្រូវបានគេឲ្យឈ្មោះថាការបង្រៀនស្របពេលដែលជួយតង់សានធម្មពលដែលបានលេចចេញតាមរយៈសរសៃឈាមរបស់គេនឹងក៏បានលេចឡើងមកម្ដងទៀតដូច្នោះហើយគេក៏បានរអ៊ូថាតាកញ្ចាស់ប្រសិនបើលោកចង់ឲ្យខ្ញុំរៀនអ្វីមួយអំពីឈិនភីងអាននោះហេតុអ្វីបានជាមិនព្រមប្រាប់ខ្ញុំតាមត្រង់មើលនៅពេលព្រឹកឯនេះវិញម្នាក់ក៏បានក្រោកឡើងធ្វើការលុបលាងមុខមាត់ពុតខ្លួនពុតចង្កេះស្របពេលដែលអ្នកខ្លះទៀតក៏បានរអ៊ូថាច្បាស់ណាស់នេះគឺជារដូវក្តៅទៅហើយប៉ុន្តែហេតុអ្វីបានជាអាកាសធាតុនឹងគឺនៅតែត្រជាក់រំភើយទៀតស្របពេលដែលម្នាក់ទៀតក៏បានបន្តនិយាយថាមើលទៅរដូវស្លឹកឈើជ្រុះនឹងវាហាក់បីដូចជាយូរពេកហើយក៏លេចទៅមើលឈិនភីងអានវិញនៅទីបំផុតនោះគាត់ក៏បានបញ្ចប់នៅការវឹកហាត់របស់គាត់ស្របពេលដែលជួយតង់សានក៏បានចូលទៅរកគាត់និងក៏ប្រាប់ថាបន្ទាប់ពីធ្វើដំណើរឆ្លងកាត់ច្រកយេហ្វូនៃមហាតាលីនេះហើយនៅខាងមុខវាគឺជានគរហុងធីងដែលជារដ្ឋមួយរបស់មហាសួយហើយកាលពីពេលមុនកន្លែងនេះគឺត្រូវបានគ្រប់គ្រងដោយនគរស៊ូបុរាណហើយទឹកដីនេះក៏មាននៅនាគលាក់ខ្លួនយ៉ាងច្រើនដែរដូច្នោះហើយវាក៏ពោពេញទៅដោយប្រវត្តិសាស្ត្រយ៉ាងច្រើនប៉ុន្តែកំពុងតែនិយាយនឹងគេឯងគឺទៅអស់ហើយដូច្នោះហើយក៏មានតែរត់ទៅតាមនៅពេលនេះវិញក៏ប្រាប់ថាឃើញអត់អ្វីដែលគាត់បាននិយាយកាលពីពេលមុនគាត់គឺមិនមែនអួតនោះទេដែលវាគឺជាការពិតដោយការធ្វើដំណើរនេះនៅពេលដែលមានគាត់ហើយនឹងអត់គាត់វាគឺខុសគ្នាទាំងស្រុងហើយនៅពេលនេះវិញក៏បានផ្ដល់ប្រាក់មួយដុំឲ្យអ្នកលក់ប្រាប់ថាដោយសារតែយល់មុខដល់គ្រូរបស់គាត់ឈិនភីងអាននោះគាត់នឹងទិញយកនៅរបស់នេះ
នេះទាំងអស់ប៉ុន្តែប្រសិនបើមានណាមួយខ្លាំងៗនោះគាត់នឹងឲ្យអ្នកលក់គឺថាស៊ីវាម្ដងមួយអ្នកលក់ក៏ប្រាប់ថាកុំភ័យអីចាំតែព្រួយទៅហើយនៅពេលនេះវិញពួកគេនឹងគឺពិតជាសប្បាយខ្លាំងមែនទែននៅតាមផ្លូវជាពិសេសគឺថាក្មេងៗនឹងតែម្ដងអាក្បាលខូចបន្ទាប់ពីស្ករតាំងម៉ែរបស់វាអស់ហើយវាក៏ស្រាប់តែបានលួចរបស់លីប៉ៅភីងប៉ុន្តែលីប៉ៅភីងនឹងគឺថាមិនរើរឿងនោះទេប៉ុន្តែនាងបែរជាងើខ្មើតែម្ដងចំណែកឈួយតុងសានកំពុងតែប្រាប់លោកគ្រូឲ្យដើរយឺតហើយខណៈដែលបរិសុទ្ធចំណាំម្នាក់ដែលជាអ្នកលក់នេះក៏កំពុងតែបួងសួងបាយប័ណ្ណសូមឲ្យទេវតាទឹកនឹងប្រទានពរឲ្យគាត់ដែរស្របពេលដែលភីងអានវិញក៏បានសួរកូនសិស្សរបស់គាត់តើកាក់ស្ពាន់មាសមួយនឹងគឺអាចដូរបានប្រាក់ប៉ុន្មានទៅខណៈដែលឈួយតុងសានក៏បានរាប់ដៃរាប់ជើងប្រាប់ឲ្យថាវាគឺមានតម្លៃស្មើជាមួយនឹងភ្នំប្រាក់មួយហើយនៅពេលនេះពួកគេក៏បានធ្វើដំណើរឡើងមកខាងលើបន្តិចដែលជាកន្លែងគោរពបូជាមួយបន្ទាប់ពីមកដល់ហើយក៏នាំគ្នាដើរមើលបន្តិចទៅស្របពេលដែលឈួយតុងសានក៏បានស្រែកហៅអ៊ីលូនិងក៏បាននិយាយប្រាប់គេថាកុំឲ្យគេនឹងគឺខ្ជះខ្ជាយសំណាងរបស់គេអីដូច្នោះហើយនៅពេលដែលគេធ្វើដំណើរឆ្លងកាត់ទីវត្តអារាមឬមួយក៏ទីសក្ការៈបូជានោះគួរតែធ្វើការបូជាទៅដោយសារតែនេះគឺជាទង្វើដ៏មានគុណធម៌មួយដែលតបជាប់ជាមួយនឹងធម្មជាតិហើយជាមួយគ្នានោះនៅខាងលើនឹងក៏មាននៅមនុស្សស្រីម្នាក់ដែរស្របពេលដែលឈួយតុងសាននឹងក៏បានដឹងអំពីវត្តមានរបស់នាងបន្ទាប់មកគេក៏បានរត់ចូលទៅរកឈិនភីងអាននិងក៏បានខ្សឹបប្រាប់ថានៅកន្លែងនេះគឺមាននៅច្បាប់មួយបន្ទាប់មកគេក៏ចាប់ផ្ដើមបន្តនិយាយទេថាមិនថាមនុស្សឬមួយក៏ខ្មោចនោះទេឲ្យតែអាចសរសេរចម្លើយនៃមនុស្សជាទីស្រឡាញ់របស់គេដាក់នៅទីនេះបាននិងខ្លាយទៅជាភ្ញៀវកិត្តិយសនៃទេវតារបស់ទីក្រុងចាស់លីហួយក៏សួរឲ្យថាតើគួរតែធ្វើដូចម្ដេចទៅឈួយតុងសានក៏ប្រាប់ឲ្យថាសួរបេះដូងរបស់ខ្លួនឯងទៅលីប៉ៅភីងក៏បានបន្តថាយុបយន្តស្ងាត់ឈឹងប៉ុន្តែមនស្សការគឺពិតជាភ្លឺច្បាស់លាស់រួចហើយក៏សួរមកកាន់ខ្លួនឯងនិយាយអំពីអ្វីគ្រប់យ៉ាងដែលបានកើតឡើងដោយធម្មជាតិបន្ទាប់ពីឮប្រយោគមួយឃ្លានេះហើយភីងអានគាត់គឺពិតជាមានការងើយឆ្ងល់តើមនុស្សនៅក្នុងទីក្រុងហងធីងនេះមិនធ្វើការគោរពបូជាទៅកាន់មនុស្សអមតៈទេឬស្របពេលដែលឈួយតុងសានក៏ប្រាប់ថាពួកគេគឺពិតជាគោរពបូជាប៉ុន្តែយ៉ាងណាមិញគឺមិនមែនជាព្រះមួយអង្គនេះនោះទេហើយបើយើងក្លេកមកមើលខាងនេះវិញក៏ឃើញថាមនុស្សទាំងអស់ហ្នឹងគឺកំពុងតែធ្វើការគោរពបូជាទៅកាន់ទេវតាទឹកឬមួយក៏ព្រះទឹករបស់ពួកគេបួងសួងបែបបានសូមឲ្យទេវតាទឹកហ្នឹងគឺថាប្រទានពរមកដល់ពួកគេស្របពេលដែលអ្នកខ្លះទៀតហ្នឹងក៏សូមបួងសួងបែបបានសូមឲ្យទេវតាទឹកហ្នឹងគឺថាប្រទានពរឲ្យគ្រួសាររបស់ពួកគេហ្នឹងគឺមានតែសុភមង្គលចឹងទៅជួយតុងសានបានបន្តទៀតថាមនុស្សនៅក្នុងទីក្រុងហងធីងនេះភាគច្រើនពួកគេបានពឹងផ្អែកទៅលើទន្លេដើម្បីស្វែងរកអាហារចិញ្ចឹមជីវិតក៏ដូចជាប្រាក់ចំណូលដូច្នោះហើយមិនថាតែតឡាការអធិរិឬមួយក៏បាក់ធំនោះទេគឺសិតតែបានគោរពបូជាព្រះទឹកនេះជាព្រះរបស់ពួកគេហើយទេវតាទឹកហ្នឹងក៏មាននៅបងស្រីម្នាក់ទៀតដែរដែលនាងគឺជាមនុស្សអមតៈដែរប៉ុន្តែយ៉ាងណាមិញនាងគឺមិនដែលលុកដៃចូលមកក្នុងកិច្ចការឬមួយក៏រឿងរបស់មនុស្សលោកនោះទេហើយខណៈដែលក៏មាននៅបរិសុទ្ធចំណាស់ម្នាក់ទៀតដែរដែលគាត់គឺបានរស់នៅយ៉ាងស្ងប់ស្ងាត់ដាច់ដោយឡែកអំពីទីក្រុងនេះប៉ុន្តែយ៉ាងណាមិញគ្រួសារនេះម្នាក់គឺសិតតែមានភាពវៃឆ្លាតហើយនឹងល្បិចកលភីងអានក៏បាននិយាយថាមើលទៅគេនឹងគឺពិតជាដឹងរឿងគ្រួសារអ្នកដទៃច្រើនខ្លាំងមែនទែនជួយតុងសានក៏ប្រាប់ថានោះដោយសារតែគេនឹងគឺបានអានសៀវភៅបុរាណច្រើនលីហួយក៏សួរឲ្យថាតើមនុស្សទាំងអស់នោះវិញពួកគេគឺជានរណាជួយតុងសានក៏ប្រាប់ឲ្យថាបកសំលេងវិញ្ញាណដែលជាបកមួយធំជាងគេនៅក្នុងចំណោមបកទឹក10នៅក្នុងទីក្រុងហងធីងនេះហើយពួកគេក៏អាចចាត់ទុកបានថាជាដៃស្នាមរបស់ទេវតាទឹកដែរដូច្នោះហើយពួកគេអាចធ្វើអ្វីបានស្រេចតែចិត្តនៅកន្លែងនេះក្នុងពេលនេះយើងក៏បានឃើញអំពីស្ត្រីម្នាក់បានលិតជង្គង់នៅចំពោះមុខគេសូមអង្វរឲ្យពួកគេដោះលែងកូនស្រីរបស់នាងទៅព្រោះថានាងគ្រាន់តែជាក្មេងស្រីម្នាក់ដែលទុនខ្សោយតែប៉ុណ្ណោះកូនស្រីនឹងបន្ទាប់ពីឃើញម្ដាយក៏រត់ចូលទៅរកម្ដាយប៉ុន្តែក៏ត្រូវបានពួកគេរារាំងម្ដាយវិញក៏ចង់រត់ចូលទៅរកកូនប៉ុន្តែក៏ត្រូវបានសត្វពស់វាយឲ្យនាងប៉ាងត្រឡប់មកវិញពួកគេបានបន្តនិយាយថាកូនធ្វើជាមនុស្សដែលមិនដឹងគុណដោយសារតែពួកគេឃើញថាក្មេងស្រីនេះគឺមាននៅសក្តានុពលគ្រាន់បើដូច្នោះក៏ចង់នាំនាងឡើងទៅលើភ្នំហើយឱកាសនេះគឺមិនមែនជាអ្វីដែលគ្រប់គ្នាគឺសត្វតែអាចទទួលបាននោះទេនាងក៏នៅតែសុំឲ្យពួកគេត្រាប្រណីលើកលែងឲ្យកូនស្រីរបស់នាងប្រសិនបើនាំនាងទៅនោះគឺបានត្រឹមតែជាបន្ទុកសម្រាប់ពួកគេតែប៉ុណ្ណោះហើយក៏បានផ្ដល់ប្រាក់មួយចំនួនឲ្យពួកគេសង្ឃឹមថាពួកគេនឹងគឺនឹងដោះលែងកូនស្រីរបស់នាងប៉ុន្តែម្នាក់នឹងក៏ស្រាប់តែបានដាក់នាងមួយជើងហើយសាពោរបស់គេនឹងក៏បានទៅចាប់ទាញក្បាលរបស់នាងឡើងប៉ុន្តែបន្ទាប់ពីបានឃើញដើមទ្រូងដ៏តលុកតលុតនឹងហើយក៏និយាយទៅកាន់សិស្សច្បងថាតើគេគឺអាចដែរឬអត់សិស្សច្បងរបស់គេនឹងក៏បានអនុញ្ញាតក្មេងស្រីនឹងក៏នៅតែស្រែកប្រាប់ថាកំប៉ះម្ដាយរបស់នាងប៉ុន្តែក៏ត្រូវបានម្នាក់ទៀតចាប់ជាប់ហើយក្នុងពេលនោះដុំថ្មប៉ុន្មានដុំនឹងក៏បានគប់សម្ដៅមកកាន់គេហើយគេនឹងក៏សម្ដៅចូលទៅរកក្មេងមួយក្រុមនឹងប៉ុន្តែក៏ត្រូវបានភីងអានចាប់ដៃគេជាប់ឃើញដូច្នោះហើយកូនសិស្សនៅក្នុងប៉ាក់នឹងក៏បានបញ្ចេញនៅអាវុធធ្វើការឡោមព័ទ្ធក្រុមរបស់ឈិនភីងអានទៅជួយតង់សានដែលនៅពីចម្ងាយក៏និយាយហៅថាអ្នកក្លាហាននេះគឺពិតជាមិនធម្មតាហើយជាមួយគ្នានោះក៏ស្រាប់តែសម្លេងមួយបាននិយាយថាជាផ្លូវបន្ទាប់មកបុរសម្នាក់ក៏បានដើរចូលមកប្រាប់ថាគាត់នឹងគឺមានឈ្មោះថាវៃលីដែលជាចៅវាយខេត្តនេះសួរឲ្យថាតើមានរឿងអ្វីកើតឡើងមនុស្សម្នាក់នឹងក៏បានរាយការណ៍ប្រាប់ថាក្រុមរបស់ឈិនភីងអាននេះបានធ្វើការរំខានដល់ពិធីគោរពបូជានៃបរិបរបស់គេហើយក៏បានធ្វើការវាយធ្វើបាបមនុស្សនៅក្នុងបរិបរបស់គេទៀតសូមឲ្យមនុស្សម្នាក់នឹងគឺថារកយុត្តិធម៌ឲ្យគេផងចំណែកវៃលីគាត់ក៏បានសួររកលិខិតនៃការធ្វើដំណើរអំពីឈិនភីងអានក៏បានប្រកល់នៅសម្បត្តិមួយច្បាប់ទៅឲ្យគាត់បន្ទាប់ពីបានអានសម្បត្តិមួយច្បាប់នេះហើយក៏ដឹងថាការពិតទៅភីងអានគឺជាមនុស្សដែលមកអំពីស្រុកឡុងឈွန်នៃមហាតាលីសោះស្របពេលដែលលីហួយក៏នៅតែស្រ័យប្រាប់ថាពាក្យសម្ដី
ដីដែលមនុស្សនៅក្នុងបកសម្លេងវិញ្ញាណបាននិយាយហ្នឹងគឺមិនមែនជាការពិតនោះទេគឺស្ទើរតែជាការបំភ្លៃទាំងអស់ប៉ុន្តែភីងអានក៏បានខាត់វាហើយក៏បានកវីក្បាលដោយសារតែគាត់ហ្នឹងគឺថាមិនចង់មានរឿងវែងឆ្ងាយនោះទេបន្ទាប់ពីបានឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងហើយតាអាចារ្យហ្នឹងក៏បានគិតថានៅពេលនេះមហាតាលីកំពុងតែត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមដូច្នោះគាត់គឺមិនអាចឲ្យមហាតាលីហ្នឹងគឺធ្វើដំណើរមកកាន់ភូមិខាងត្បូងបាននោះទេរួចហើយនោះក៏បានសួរទៅកាមេរុននៅក្នុងបកសម្លេងវិញ្ញាណតើគេកំពុងតែធ្វើដំណើរទៅកាន់វិមានទឹកដើម្បីធ្វើការគោរពបូជាទៅកាន់ព្រះទឹកមែនទេបើអញ្ចឹងកុំឲ្យរឿងតូចតាចនេះធ្វើការរំខានគេអីទៅរឿងទាំងអស់នេះឲ្យគាត់គឺជាអ្នកដោះស្រាយទៅបន្ទាប់ពីលើដូច្នោះហើយម្នាក់នឹងក៏បានងក់ក្បាលខណៈដែលបកពួករបស់គេនឹងក៏បានបន្តធ្វើដំណើរទៅមុខទៀតហើយស្របពេលដែលពួកគេចាក់ចេញទៅបានទៅគាត់ក៏បាននិយាយទៅកាន់ឈិនភីងអានថានេះគឺជាពិធីនៃការគោរពបូជាទៅកាន់ព្រះទឹកដូច្នោះហើយគឺមាននៅបកជាច្រើនបានចូលរួមនៅកន្លែងនេះដូច្នោះគាត់ក៏សង្ឃឹមថាភីងអាននឹងគោរពទៅតាមបកទំនៀមទម្លាប់ដែលមាននៅកន្លែងនេះដូចគ្នាហើយកុំបង្កបញ្ហាម្ដងទៀតបន្ទាប់មកក៏នាំគ្នាដើរចាក់ចេញអស់ទៅភីងអានវិញគឺពិតជាឆ្ងល់តែគេគឺពិតជាបញ្ចប់រឿងទាំងមិនបានធ្វើការត្រួតពិនិត្យបែបហ្នឹងមែនទេជួយតង់សានបាននិយាយថាមើលទៅគ្រប់កន្លែងទាំងអស់ក្រៅពីមហាតាលីពួកគេប្រហែលជាមិនចង់លុកដែរនោះទេប៉ុន្តែរឿងមួយក៏គេខ្លាចហើយរឿងមួយក៏គេគឺជាមន្ត្រីពុករលួយទៅជាមួយគ្នានោះពីអ្នកម្ដាយកូនក្មេងស្រីនឹងក៏បាននិយាយអរគុណទៅកាន់ឈិនភីងអាននិងក៏ប្រាប់ថាម្ហូបដែលម្ដាយរបស់នាងបានធ្វើគឺពិតជាឆ្ងាញ់ខ្លាំងមែនទែនប៉ុន្តែយ៉ាងណាមិញភីងអានគឺបានបដិសេធប៉ុន្តែក្រពះរបស់លីហួយនិងលីប៉ៅភីនឹងគឺមិនសោកចិត្តនោះទេហើយនៅពេលនេះវិញជួយតង់សានបាននិយាយថានៅទីបំផុតនោះគេគឺបានញ៉ាំអាហារឆ្ងាញ់ម្ដងហើយស្របពេលដែលទឹកស៊ុបត្រីជាមួយនឹងបន្លែជ្រលក់គឺថាសំលៀជារៀងរហូតហើយលីប៉ៅភីក៏ប្រាប់ទៅកាន់លោកគ្រូពូតូចថាកុំស្ដាប់ពាក្យសម្ដីដែលគេនិយាយអីព្រោះថាយ៉ាងណាមិញការធ្វើម្ហូបរបស់គាត់នឹងក៏ឆ្ងាញ់ដែរមិនចាញ់ស្ត្រីម្នាក់នេះឡើយប៉ុន្តែក៏ស្រាប់តែក្អើកភ្លាមតែម្ដងជាមួយគ្នានោះក្មេងស្រីម្នាក់ហ្នឹងក៏បាននិយាយអរគុណភីងអានម្ដងទៀតហើយនាងក៏បានយកនៅអំណោយមួយចំនួនដែលម្ដាយរបស់នាងបានឲ្យនាងយកមកប្រគល់ជូនទៅកាន់ឈិនភីងអានគាត់ក៏បានទទួលយកនាងក៏បានបន្តទៀតថាថ្ងៃអនាគតពួកយើងប្រកាសជាបានជួបគ្នាម្ដងទៀតហើយនៅពេលនេះពួកគេក៏នាំគ្នាបាយគ្នាទៅខណៈដែលលីហួយវាគឺមានការងឿឆ្ងល់ជាមួយនឹងអ្វីមួយដែលវាបានលើសំឡេងប៉ុន្តែបន្ទាប់មកក៏នៅតែទៅមុខបន្តទៀតហើយបន្ទាប់មកយើងក៏បានឃើញអំពីសត្វចង្រិតមួយដែលកំពុងតែស្រែកច្រែតហើយក៏បានហើរទៅតាមពួកគេទៅបន្ទាប់មកសត្វចង្រិតហ្នឹងវាក៏បានប្រែក្លាយទៅជាប្រាក់មួយដុំនៅក្នុងដៃរបស់ជួយតង់សានឃើញដូច្នោះហើយលីហួយវាគឺពិតជាឆ្ងល់ខ្លាំងមែនទែនវាក៏បានសួរទៅកាន់ជួយតង់សានថាតើមានអ្វីកើតឡើងដោយសារតែវាគឺច្បាស់ខ្លាំងមែនទែនប្រាក់មួយដុំនេះជួយតង់សានបានទិញអីវ៉ាន់គេពីអ្នកលក់នោះរួចទៅហើយស្របពេលដែលជួយតង់សានក៏បានសម័យយើងឃើញបន្តិចកាលពីពេលមុននិងក៏ប្រាប់ថាកាលពីពេលមុនគេគឺពិតជាបានឲ្យប្រាក់នេះទៅអ្នកលក់ពិតមែនប៉ុន្តែយ៉ាងណាមិញប្រាក់ហ្នឹងក៏ដូចជាមិនដាច់ចិត្តអំពីគេតទៅសោះដូច្នោះហើយក៏ត្រឡប់មករកគេវិញទៅហើយគេហ្នឹងក៏មិនដឹងថាគួរតែធ្វើបែបណាដែរលីហួយលឺហើយក៏បានសរសើរថាវាពិតជាអស្ចារ្យខ្លាំងមែនទែនប្រសិនបើវាមាននៅប្រាក់បែបនេះនោះវានឹងធ្វើដំណើរជុំវិញពិភពលោកនេះជួយតង់សានក៏នៅតែបន្តប្រាប់ថាចំពោះប្រាក់មួយដុំហ្នឹងគឺត្រូវបានគេឲ្យឈ្មោះថាសត្វល្អិតប្រាក់ដែលសំបីតែវិមានធំនៃគ្រួសាររាជវង្សនានាដទៃផ្សេងទៀតហ្នឹងគឺមិនមានឡើយហើយលើពីនេះទៅទៀតនោះវាគឺធន់ជាមួយនឹងទឹកក៏ដូចជាភ្លើងហើយបើទោះបីជាវាគឺត្រូវបានគេកាត់ទៅជាបំណែកក៏ដោយវាគឺនៅតែអាចជួសជុលក៏ដូចជាប្រមូលផ្ដុំខ្លួនឯងមកវិញបានយ៉ាងឆាប់រហ័សហើយបន្ទាប់ពីឃើញថាលីហួយមើលឡើងភ្លើងបែបនេះក៏សួរវាថាយ៉ាងម៉េចតើចង់បានមែនទេវាប្រាប់ថាប្រកាសជាចង់បានហើយប្រសិនបើវាគឺមានប្រាក់បែបនេះវានឹងទិញនៅអាហារឆ្ងាញ់ឲ្យឈិនភីងអានក៏ដូចជាអ្នកដទៃនឹងជារៀងរាល់ថ្ងៃស្របពេលដែលជួយតង់សានក៏ប្រគល់ប្រាក់នេះទៅឲ្យវាតែម្ដងទៅវាក៏បានលូកដៃចូលទៅយកប៉ុន្តែក៏ស្រាប់តែបានបញ្ឈប់វិញបន្ទាប់មកក៏ប្រាប់ថានៅហើយចោះបំភ្លេចវាចោលទៅព្រោះថាយ៉ាងណាមិញប្រសិនបើញ៉ាំអាហាររបស់អ្នកដទៃនោះគឺត្រូវតែឲ្យប្រាក់គេភីងអានក៏បាននិយាយទៅកាន់វាថាប្រសិនបើមាននរណាម្នាក់ប្រគល់របស់អ្វីមួយទៅឲ្យគេដោយចិត្តសប្បុរសនោះវាគឺត្រូវតែទទួលយកសិនចាំនិយាយគ្នាបន្ទាប់មកចាំធ្វើទៅតាមច្បាប់នៅពេលក្រោយលឺហួយក៏បានយកភ្លាមតែម្ដងប្រាប់ថាគឺពិតជាអស្ចារ្យខ្លាំងមែនទែនជួយតង់សានក៏នៅតែនិយាយថាឡើឯងគឺទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនអំពីខ្ញុំដូច្នោះហើយតែឯងគឺមិនចង់រកវិធីណាមួយដើម្បីឲ្យឈិនភីងអានទទួលយកខ្ញុំធ្វើជាកូនសិស្សទេឬលីហួយក៏ប្រាប់ថាដេកយល់សមទៅដោយសារតែប្រាក់នេះគឺជារបស់វាទៅហើយជួយតង់សានវិញបានត្រឹមតែដកដង្ហើមធំហើយក៏រអ៊ូព្រោះថាខ្លួនឯងកាលពីពេលមុនគឺជាមនុស្សម្នាក់ដែលឆ្លាតដែរប៉ុន្តែនៅពេលនេះគឺថាសំបីតែលីហួយនឹងក៏មិនអាចយកឈ្នះបានដែរហើយបន្ទាប់មកពួកគេក៏បានធ្វើដំណើរទៅដល់កន្លែងមួយភីងអានក៏សួរថាផ្ទះសំណាក់ដែលគេបានលើកឡើងកាលពីពេលមុនគឺនៅកន្លែងនេះមែនទេជួយតង់សានក៏ប្រាប់ថាផ្ទះសំណាក់ឈីលូកាលពីពេលមុនវាគឺជាទីតាំងដើមនៃវិមានទីក្រុងដែលមានផ្ទុកនៅធម្មពលវិញ្ញាណមួយដែលនៅខាងក្នុងដូច្នោះហើយប៉ាអមតៈមួយក៏បានធ្វើការជ្រើសរើសសាងសង់កន្លែងនេះឡើងទៅដូច្នោះហើយប្រសិនបើស្នាក់នៅទីនោះវាគឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនក្នុងការវឹកហាត់នៅធម្មពលវិញ្ញាណភីងអានក៏គិតថាលីនស៊ូអ៊ីនៅពេលនេះគឺបានដើរលើផ្លូវនៃការវឹកហាត់ហើយដូច្នោះហើយប្រសិនបើស្នាក់នៅផ្ទះសំណាក់ហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនសម្រាប់គេបន្ទាប់មកក៏សួរជួយតង់សានថាតើផ្ទះសំណាក់ហ្នឹងគឺថ្លៃដែរឬអត់ជួយតង់សានក៏ប្រាប់ថាមិនថ្លៃនោះទេគឺត្រឹមតែ 2000 តាតែប៉ុណ្ណោះធ្វើឲ្យភីងអានហ្នឹងក៏បានគិតបន្តិចបន្ទាប់មកគាត់ក៏បានខ្សុំខ្ចីប្រាក់អំពីជួយតង់សានហើយក៏ឲ្យគេហ្នឹងគឺគិតការប្រាក់ទៅបន្ទាប់ពីគាត់ធ្វើដំណើរទៅកាន់ស្រុកលីងឈွန်វិញហើយគាត់នឹងសងគេទាំងដើមទាំងការតែម្ដងជួយតង់សានក៏និយាយថាឈិនភីងអាននេះបើទោះបីជាកំពុងតែកាន់កាប់នៅភ្នំមាសភ្នំប្រាក់ក៏ដោយ
ហើយប៉ុន្តែគេគឺនៅតែគិតគូរដល់អ្នកដទៃសួរហើយថាការយកចិត្តទុកដាក់ចំពោះអ្នកដទៃនេះវាគឺមានតម្លៃដែរឬអត់ភីងអានក៏ប្រាប់ថាហើយចោះបំភ្លេចវាចោលទៅប្រសិនបើគេមិនមានខណៈដែលគេក៏បានតបទៅវិញថាការដែលគ្រូសំលុយសិស្សនោះវាគឺជារឿងធម្មតានោះទេដូច្នេះហើយវាគឺមិនមែនជារឿងអ្វីដែលធំដុំឡើយប៉ុន្តែក៏ប្រាប់ថាកុំភ្លេចសងលុយដើមវិញផងហើយអ្នកទាំងពីរហ្នឹងក៏បន្តដំណើរចូលទៅមុខទៀតទៅក្រោយពីធ្វើដំណើរមិនបានយូរប៉ុន្មាននៅទីបំផុតនោះពួកគេក៏បានមកដល់នៅចំពោះមុខទ្វារនៃផ្ទះសំណាក់ហើយបន្ទាប់មកម្ចាស់ផ្ទះសំណាក់ដែលមានឈ្មោះថាលាវជាហួរនោះក៏បាននាំពួកគេនឹងគឺចូលទៅខាងក្នុងទៅនាងក៏បានធ្វើការណែនាំប្រាប់ពួកគេថានាងគឺជាម្ចាស់ផ្ទះសំណាក់នេះហើយផ្ទះសំណាក់ជាវលូរបស់នាងនឹងគឺមាននៅលក្ខណៈពិសេសចំនួន3យ៉ាងដោយទី1វាគឺជាផ្លូវលំហូរពពកដែលពួកគេគឺទៅតែធ្វើដំណើរឆ្លងកាត់ការពីពេលមុនហ្នឹងហើយទី2វិញវាគឺជាជញ្ជាំងពន្លឺព្រះច័ន្ទជាមួយនឹងធម្មពលវិញ្ញាណដែលមាននៅក្នុងជញ្ជាំងនោះនឹងធ្វើរូបរាងរបស់ពួកគេគឺមានការប្រែប្រួលទៅតាមដំណាក់កាលរបស់ព្រះច័ន្ទហើយទី3វិញវាគឺជាអណ្ដូងចាស់ដែលពោពេញទៅដោយធម្មពលវិញ្ញាណអំពីធម្មជាតិហើយខណៈដែលឈីងលូយិននៅនេះវិញវាគឺជាកន្លែងដ៏អស្ចារ្យបំផុតនៃផ្ទះសំណាក់របស់នាងដោយពួកគេនឹងគឺអាចធ្វើការវឹកហាត់នៅធម្មពលវិញ្ញាណនៅក្នុងវិមាននោះបានចំពោះផ្លែឈើអមតៈដែលបានដុះនៅលើដីគឺអាចប៉ះបានស្រេចទៅចិត្តប៉ុន្តែចំពោះអណ្ដូងចាស់វិញគឺមិនមែនជាកន្លែងបើកចំហសម្រាប់ភ្ញៀវនោះទេដូច្នេះហើយនាងសង្ឃឹមថាអ្នកគ្រប់គ្នានឹងយល់នៅពេលនេះវិញលីហួយក៏សរសើរហើយថាពិតជាស័ក្តិសមជាកន្លែងដែលមនុស្សអមតៈរស់នៅដោយសារតែមានទាំងក្រែមានទាំងពុកស្របពេលដែលពុកម្ដាយក៏ដូចជាបងស្រីរបស់វាវិញគឺមិនដែលបានស្គាល់កន្លែងបែបហ្នឹងនោះទេក្នុងពេលនោះក៏ស្រាប់តែបាត់សត្វលិតប្រាក់របស់វាដូច្នេះហើយវាក៏បានស្រែកឆោឡោពេញនឹងតែម្ដងទៅប៉ុន្តែក្នុងពេលនេះលីនស៊ូអ៊ីក៏បានសួរទៅកាន់ឈិនភីងអានថាតើគាត់នឹងគឺឈួតហើយមែនទេដែលសុកចិត្តចំណាយប្រាក់ចំនួន 2000 តម្លឹងដើម្បីស្នាក់នៅកន្លែងនេះត្រឹមតែរយៈពេល1យប់តែគាត់នឹងគឺជាកូននៃគ្រួសារអ្នកមានឬមួយក៏ជាកូននៃគ្រួសាររាជវង្សទៅរួចហើយនោះដោយសារតែខឹងគេក៏បានរត់ទៅក្រៅបាត់ជួយតងសានវិញក៏និយាយឲ្យថាមានចេតនាល្អប៉ុន្តែបែរជាត្រូវបានគេយល់ច្រឡំសួរទៅកាន់ឈិនភីងអានតើគាត់នឹងគឺមានអារម្មណ៍បែបណាដែរគេក៏នៅតែបន្តថាមើលទៅលីនស៊ូអ៊ីនោះប្រហែលជាគិតថាប្រាក់សន្សំរបស់ឈិនភីងអាននឹងគឺជាទ្រព្យសម្បត្តិរួមហើយដោយសារតែគេគិតទៅដល់ទ្រព្យសម្បត្តិនោះបានជាធ្វើគេនឹងគឺចាប់ផ្ដើមថឹងថ្លែងអំពីគុណវិបត្តិនិងគុណសម្បត្តិហើយបន្ទាប់មកក៏មានអារម្មណ៍ថាត្រូវបានគេបោកអញ្ចឹងហើយបានជាបណ្ដាលឲ្យគេនឹងគឺខឹងទៅលើឈិនភីងអានហើយក៏នៅតែសួរថាតើភីងអានគិតថាខ្លួនគេគឺជាអ្នកបង្កបញ្ហាមែនទេនិងក៏សួរទៀតថាតើភីងអានគាត់គឺមានដែរគិតដែរឬអត់ប្រសិនបើអំពើល្អរបស់គាត់គឺបានធ្វើបាបទៅលើអ្នកដទៃវិញនោះតែគាត់គឺគិតយ៉ាងណាដែរឧទាហរណ៍ដូចជាគាត់ប្រើប្រាស់នៅសាលិតប្រាក់ដើម្បីទិញទំនិញរបស់បុរសម្នាក់នោះហើយចុងក្រោយមើលទៅគេហាក់បីដូចជាបាត់បង់ទាំងប្រាក់បាត់បង់ទាំងទំនិញប៉ុន្តែការពិតទៅគេគឺជាអ្នកលេងល្បែងស៊ីសងដ៏អស់សង្ឃឹមម្នាក់ដូច្នេះប្រសិនបើគាត់ផ្ដល់ប្រាក់ពិតប្រាកដឲ្យគេនោះគេប្រកាសជាលេងល្បែងរហូតដល់គ្រួសារនឹងលហេមលហាមហើយភីងអានក៏សួរថាតើគេនឹងគឺចង់បានអ្វីឲ្យពិតប្រាកដទៅហើយគាត់គឺពិតជាមិនយល់អំពីអ្វីដែលគេទទួលបានអំពីការធ្វើបាបអ្នកដទៃជួយតងសានក៏តបទៅវិញថាតើខ្លួនគេនឹងគឺទទួលបានអ្វីខ្លះទៅគេបានបន្តទៀតថាមានបុរសម្នាក់ដែលមានអាយុច្រើនជាងឈិនភីងអានបន្តិចកាន់នៅត្រាមួយហើយក៏ធ្វើការឆ្លាក់នៅពាក្យមួយដែលបាននិយាយថាស្វាគមន៍រដូវផ្ការីកសម្រាប់មនុស្សគ្រប់គ្នានៅក្រោមឋានសួគ៌ដូច្នេះប្រសិនបើភីងអានជ្រើសរើសគេធ្វើជាកូនសិស្សនោះគាត់នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនប៉ុន្តែភីងអានវិញគឺអត់ខ្វល់នោះទេគេបាននិយាយថាចាប់តាំងពីភីងអានគឺបានសម្រេចចិត្តបែបនឹងទៅហើយនោះគេនឹងបង្កបញ្ហាក៏ដូចជាកូនឈិនភីងអានរហូតដល់ទីបញ្ចប់តែម្ដងហើយគេក៏បានក្តាប់ត្រាដែលនៅក្នុងដៃបន្តិចប៉ុន្តែស្របគ្នាក៏មានអារម្មណ៍ថាការពិតទៅធម្មពលដែលមាននៅក្នុងត្រានេះវាបានត្រឡប់ទៅកាន់ឋានសួគ៌និងផែនដីវិញរួចទៅហើយដូច្នេះហើយគេមិនឆ្ងល់ទៀតនោះទេហេតុអ្វីបានជាឆ្នាំនេះរដូវផ្ការីកនឹងវាគឺមានរយៈពេលយូរម្ល៉េះរួចហើយក៏បានបន្តទៀតថាឈិនភីងអានបើទោះបីជាពួកយើងគឺមាននៅជោគវាសនាតបជាប់គ្នាក៏ដោយប៉ុន្តែលទ្ធផលនឹងគឺត្រូវបានកំណត់រួចទៅហើយមិនថាវាគឺជាចិត្តស្មោះត្រង់ដ៏បរិសុទ្ធឬមួយក៏ភាពគ្មានកំហុសនោះទេគេនឹងធ្វើការប្រគល់ប្រជែងដណ្ដើមយកនៅមេគាតាវដ៏អស្ចារ្យនេះស្របពេលដែលផ្លូវគឺពិតជាវែងឆ្ងាយដូច្នេះហើយគេនឹងធ្វើការតស៊ូបន្តិចម្ដងបន្ទាប់មកអ្នកណាសោយនៅទីបញ្ចប់នោះប្រកាសជាដឹងច្បាស់ខណៈដែលគេនឹងក៏បានដើរចាក់ចេញទៅហើយនៅពេលនេះយើងក៏ឃើញថាសាឡិតប្រាក់របស់លីហួយនឹងក៏បានត្រឡប់មកវិញដែលវាគឺពិតជាសប្បាយអរខ្លាំងមែនទែនក៏លេចទៅមើលខាងក្រៅវិញក៏ឃើញថាមេឃវាក៏ចាប់ផ្ដើមបង្អុរភ្លៀងចើមកហើយកូនស្រីក៏បានប្រាប់ទៅកាន់ម្ដាយថាមេឃគឺភ្លៀងហើយបន្ទាប់មកក៏នាំគ្នាប្រម៉ូសម្ភារៈចូលទៅខាងក្នុងវិញទៅហើយស្របពេលដែលមនុស្សដែលបានធ្វើបាបពួកនាងកាលពីប៉ុន្មានថ្ងៃមុននឹងគឺកំពុងតែនាំគ្នាឈើមើលភីងអានក៏នៅតែនឹកឃើញទៅដល់ពាក្យសម្ដីដែលជួយតងសានបាននិយាយថាចុះប្រសិនបើអំពើល្អរបស់គាត់វាបានធ្វើបាបទៅលើអ្នកដទៃវិញនោះតែគាត់នឹងគឺគិតយ៉ាងណាដែរគ្រាន់តែនឹកឃើញភ្លាមគាត់ក៏បានរត់ចាក់ចេញផ្លែតែម្ដងលីហួយក៏សួរហើយតែគាត់នឹងគឺទៅណាដែរប្រាប់ថាលីនស៊ូអ៊ីនឹងការពិតទៅគ្មានបំណងអាក្រក់នោះទេដូច្នេះហើយកុំវាយគេរហូតដល់ស្លាប់អីនៅពេលនេះវិញលោកចៅវាយខេតគឺពិតជាខឹងខ្លាំងមែនទែនដោយសារតែបាក់សម្លេងវិញ្ញាណនេះគឺកាន់តែខូខើទៅហើយនោះដោយសារតែពួកគេអាងថាបុព្វបុរសនៃបាក់របស់ពួកគេនឹងគឺមានខ្នងបង្អែកមានទំនាក់ទំនងល្អជាមួយនឹងទេវតាទឹកដូច្នេះហើយពួកគេក៏កាន់តែខ្លាំងដៃពីមួយថ្ងៃទៅមួយថ្ងៃសួរហើយតែគិតថាគាត់នឹងគឺមិនហ៊ានដាក់ទោសពួកគេមែនទេលាវជាហួយក៏សួរថាតើគាត់គឺអាចមកអង្គុយដើម្បីនិយាយគ្នាបានដែរឬអត់គាត់ក៏សួរទៅវិញថាតើនេះគឺដឹងដែរឬទេក្នុងកំឡុងពេលប៉ុន្មានឆ្នាំមកនេះគាត់គឺត្រូវបោះសម្អាតរឿងដែលបន្សល់ទុកដោយពួកគេនឹងប៉ុន្មានដងប៉ុន្តែដោយសារតែខេត្តហងធីងរបស់គាត់នឹងវាគឺទន់ខ្សោយហើយទេវតាទឹកទេវតាភ្នំដែលត្រូវបានតែងតាំង
តាំងដោយស្ដេចនៃមហាសួយនឹងក៏មិនមានច្រើនដែរដូច្នេះហើយបើទោះបីជាគាត់បានដឹងថាពួកគេគ្រាន់តែសម្ដែងធ្វើជាចិត្តល្អក៏ដោយក៏គាត់នឹងគឺមិនអាចធ្វើអ្វីពួកគេបានដែរគឺបានត្រឹមតែផ្គប់ចិត្តពួកគេដដែលនឹងឯងម្ចាស់ផ្ទះសំណាក់ក៏បាននិយាយថានេះគឺបានលឺរឿងដែលបានកើតឡើងនៅតាមផ្លូវនៅក្នុងថ្ងៃនេះប៉ុន្តែវាគឺកើតឡើងទៅហើយដូច្នេះហើយប្រសិទ្ធបាននៅក្នុងករណីអាក្រក់នោះនាងនឹងប្រើប្រាស់ឥទ្ធិពលនៃបារបស់នាងដើម្បីធ្វើការតតាំងជាមួយនឹងបកសម្លេងវិញ្ញាណនេះប៉ុន្តែចវាយខេត្តគឺមិនយល់ស្របនោះទេព្រោះថាប្រសិនបើធ្វើបែបហ្នឹងអ្នកដែលរងទុក្ខគឺជាមនុស្សសាមញ្ញធម្មតានោះទេការដែលមានសម្លៀកបំពាក់ក៏ដូចជាអាហារដើម្បីហូបចុករស់នៅក្នុងសន្តិភាពនោះវាគឺជារឿងដែលពិបាកទៅហើយសម្រាប់មនុស្សធម្មតានោះព្រោះថានៅពេលដែលគ្រូរាំងស្ងួតទឹកចំនួននិងជំងឺរាតត្បាតបានកើតឡើងមានមនុស្សជាច្រើនរាប់ម៉ឺននាក់បានស្លាប់ដោយសារតែការអត់ឃ្លានហើយគាត់ក៏បានអង្វរព្រះទឹកជាច្រើនលើកឲ្យគេរក្សានៅទ្រព្យសម្បត្តិរបស់គេឲ្យបានច្រើនតាមដែលអាចធ្វើទៅបានហើយក្នុងកំឡុងពេលប៉ុន្មានឆ្នាំមកនេះពួកគេបានធ្វើនៅអំពើអាក្រក់ជាច្រើនស្របពេលដែលគាត់វិញចាប់ពីលិចដាក់ទៅកើតដូច្នោះហើយគ្រោះមហន្តរាយទាំងតូចទាំងធំដែលបានកើតឡើងក្នុងកំឡុងពេលប៉ុន្មានឆ្នាំមកនេះតើវាគឺជាគ្រោះមហន្តរាយធម្មជាតិឬមួយក៏មនុស្សជាអ្នកបង្កឡើងទៅនាងក៏សួរតបទៅវិញថាចុះប្រសិនបើអ្នកកាន់កាប់តំណែងចៅហ្វាយខែនេះគឺជាមនុស្សនៃរាជវង្សមហាតាលីនោះគាត់ក៏ប្រាប់ថាកុំនិយាយអ្វីដែលមិនសមហេតុផលប្រសិនបើមហាតាលីគឺពិតជាបង្រួបបង្រួមនៅភាគខាងជើងពិតមែននោះវប្បធម៌នៃភាគខាងជើងរបស់គាត់នឹងប្រកាសជាឈានដល់ទីបញ្ចប់ហើយនាងក៏បានតបទៅវិញថាប្រសិនបើគាត់គឺពិតជាស្មោះត្រង់មែនហេតុអ្វីបានជាមិនបំផ្លាញនៅវិមានទឹកចោលហើយក៏ធ្វើការប្តឹងទៅកាន់តុលាការអធិរាជឲ្យធ្វើការតែងតាំងនៅទេវតាទឹកថ្មីប៉ុន្តែយ៉ាងណាមិញក៏ប្រាប់ថានាងគឺយល់អំពីទុក្ខលំបាកដែលគាត់បានស៊ូទាំរយៈពេលជាច្រើនឆ្នាំមកនេះប្រសិនបើគាត់មិនធ្វើបែបហ្នឹងនោះទេនោះទេវតាទឹកហ្នឹងគឺមិនអាចធានានៅតំណែងរបស់គាត់ដែលជាអភិបាលខេត្តនេះបាននោះទេដូច្នោះហើយសម្រាប់គាត់អាចនិយាយបានថាវាគឺពិតជាពិបាកខ្លាំងមែនទែនណាមួយគាត់ក៏បានកើតគូទៅដល់រឿងផ្ទាល់ខ្លួនរបស់គាត់ដែរនៅខាងនេះវិញនារីម្នាក់ក៏បាននិយាយទៅកាន់ទេវតាទឹកថានាងមិនបានកុហកគេនោះទេធម្មពលនេះដែលបានលេចចេញអំពីរាងកាយមនុស្សមួយក្រុមនោះវាគឺពិតជាសម្បូរបែបខ្លាំងមែនទែនហើយវាគឺមានរសជាតិឆ្ងាញ់ដែលមិនអាចកាត់ថ្លៃបានសម្បីតែនាងហ្នឹងក៏មិនអាចទប់ចិត្តខ្លួនឯងបានដែរគឺពិតជាចង់ឆៃពួកគេខ្លាំងមែនទែនគេក៏បានសួរទៅកាន់បងស្រីរបស់គេវិញតើវិមានស៊ីយ៉ាងគឺពិតជាអាចទប់ចិត្តបានមែនទេនាងក៏នៅតែបន្តថាមនុស្សម្នាក់ដែលបានបញ្ចេញនៅធម្មពលនេះខ្លាំងជាងគេហ្នឹងគឺជាមនុស្សនៃរាជវង្សលូដែលបានដួលរលំគេក៏នៅតែសួរទៅកាន់បងស្រីរបស់គេវិញតើនាងគឺមិនចង់ទម្លុះនៅឧបសគ្គនៃស្នូមាសទេឬហើយថាមិនត្រូវវាអាចបំបាយចូលទៅដល់អាណាចក្រពលឹងដើមកំណើតទៀតផងតើបងស្រីគឺពិតជាចង់រស់នៅក្នុងសម័យរបស់លោកពុករយៈពេល100ឆ្នាំឬមួយក៏1000ឆ្នាំទៅហើយប្រសិនបើថ្ងៃណាមួយលោកពុកគាត់ឃ្លាននោះពួកយើងទាំងពីរអ្នកបងប្អូននឹងខ្លាយទៅជាអាហារចំអែតក្រពះរបស់គាត់ហើយនាងបានតបទៅវិញថាប្រសិនបើគិតដល់វិធីសាស្ត្រដែលបងប្អូនទាំង7 8នាក់របស់នាងបានស្លាប់នោះតើគេខ្លាចថានាងគឺមិនអាចជួយគេយកនៅបំណែកនៃភាគខាងលិចមកវិញបានមែនទេនាងក៏បានណែនាំឲ្យគេនឹងគឺថាគួរតែហត់ក្លិនពីចម្ងាយទៅគឺមិនចាំបាច់ធ្វើអ្វីឡើយគេក៏បានតបទៅវិញថាគេនឹងគឺមិនល្ងងទៀតនោះទេដោយសារតែពិភពលោកសពថ្ងៃនេះច្បាប់ដែលពួកបោះសតបានកំណត់ឡើងនឹងវាគឺពិតជារញ៉េរញ៉ៃក៏ដូចជាស្មុគស្មាញខ្លាំងមែនទែនដូច្នោះហើយនេះដូចជាពួកគេនេះគឺត្រូវតែអោនក្បាលចុះដើម្បីរស់ហើយក៏ធ្វើការថឹងថ្លៃអំពីគុណវិបត្តិនិងគុណសម្បត្តិនោះធ្វើគេគឺយល់អំពីគោលការណ៍នៃការរៀបចំផែនការមុនពេលដែលធ្វើសកម្មភាពប៉ុន្តែកំបិតដែលនៅក្នុងដៃរបស់គាត់នោះវាគឺមិនយល់ព្រមនោះទេនៅខាងនេះវិញនៅពេលដែលនាងកំពុងតែរៀបចំបិទទ្វារពួកគេក៏ស្រាប់តែនាំគ្នាចូលមកហើយក៏សួរថាហេតុអ្វីបានជាពួកនាងមិនស្វាគមន៍ពួកគេនាងក៏សួរហើយតើពួកគេនឹងគឺចង់បានអ្វីទៅគេបានតបទៅវិញថាបន្ទាប់ពីពួកនាងហើយគឺនឹងដល់វេនក្រុមរបស់ឈិនភីងអានយើងដោយសារតែព្រះទឹករបស់ពួកគេបាននិយាយថាយប់នេះនឹងធ្វើឲ្យក្រុមរបស់ឈិនភីងអានជួបប្រទះជាមួយនឹងច្បាប់នៃវិមានទឹកដ៏អស្ចារ្យរបស់ពួកគេម្នាក់ក៏បានតបទៅវិញថាឲ្យប្រាប់គេទៅមើលថាតើច្បាប់រវាងមនុស្សហើយនឹងព្រះនោះមួយណាគឺមាននៅឋានានុក្រមពិតប្រាកដនៅខាងនេះវិញគេបាននិយាយទៅកាន់បងស្រីរបស់គេថាប្រសិនបើនាងមិនបង្កបញ្ហានោះទេនាងគឺមិនស័ក្តិសមជានាងឡើយហើយណាមួយនៅក្នុងខេត្តហួងធីងនេះវាគ្មានច្បាប់ណាមួយរក្សានៅយុត្តិធម៌ឡើយដោយវាមានត្រឹមតែទន្លេមួយដែលមានប្រវែងចំនួន800លីហើយខេត្តនិងស្រុកចំនួន3តែប៉ុណ្ណោះហើយនៅពេលនេះវិញភីងអានកំពុងតែរត់សម្ដៅយ៉ាងលឿនទៅកាន់ផ្ទះពីអ្នកម៉ែនិងកូនហើយគាត់ក៏បាននឹកឃើញទៅដល់រឿងថ្ងៃមុនបណ្ដាដែរហើយនៅពេលនេះវិញលីនស៊ូអ៊ីគឺកំពុងតែអង្គុយលេងអុកជាមួយនឹងឈួយតង់សានប៉ុន្តែគេហាក់បីដូចជាចាញ់បាត់ទៅហើយឈួយតង់សានបាននិយាយថាលីនស៊ូអ៊ីនឹងគឺកំពុងតែគិតនៅក្នុងចិត្តដោយគិតថាប្រហែលជាមានមនុស្សម្នាក់នឹងគឺអស្ចារ្យដូចជាគេហើយដែលគេគឺមានការស្អប់ខ្ពើមជាមួយនៅវិធីសាស្ត្រដ៏ថោកទាបមួយចំនួនរបស់អ្នកលេងអុកនៅតាមផ្លូវដូច្នោះហើយបណ្ដាលឲ្យគេនឹងគឺអារម្មណ៍មិនល្អដូច្នោះហើយក៏លេងចាញ់គាត់ទៅប៉ុន្តែនៅក្នុងលោកនេះតើមានច្បាប់ណាចែងថាឋានៈរបស់មនុស្សម្នាក់គឺត្រូវតែស្របជាមួយនឹងសកម្មភាពរបស់មនុស្សម្នាក់នោះភីងអានបន្ទាប់ពីគាត់បានមកដល់កន្លែងនឹងហើយក៏ឃើញថាឈាមគឺបានដាបពេញមុខផ្ទះតែម្ដងដែលធ្វើគាត់គឺហាក់បីដូចជាស្លុតចិត្តខ្លាំងមែនទែននៅពេលដែលគាត់បានបើកទ្វារដើរចូលទៅខាងក្នុងនោះក៏ឃើញថាពីរអ្នកម៉ែកូនគឺកំពុងតែដេកនៅក្នុងថ្លុកឈាមដែលធ្វើគាត់នឹងក៏បានក្តាប់កណ្ដាប់ដៃយ៉ាងតឹងណែនប៉ុន្តែក្មេងស្រីនឹងគឺមិនទាន់អស់ជីវិតនោះទេដោយនាងក៏ព្យាយាមនិយាយតិចៗទៅកាន់ភីងអានខណៈដែលគាត់ក៏បានរត់ចូលទៅរកនាងយ៉ាងលឿននាងក៏បាននិយាយឲ្យថាមនុស្សនៅក្នុងបកសំឡេងវិញ្ញាណឬមួយក៏បកលីងអ៊ីនឹងគឺមិនមែនជាមនុស្សនោះទេដែលពួកគេគឺពិតជាកាចសាហាវខ្លាំងមែនទែនហើយនាងក៏គិតថាខ្លួនឯងគឺបាននាំទុកដល់ឈិនភីងអានហើយដូច្នោះហើយក៏ឲ្យគាត់រត់ទៅមុនពេលដែលនាងក៏បានបាត់បង់ជីវិតស្របពេលដែលភីងអានគឺបានត្រឹមតែអោបនាងហើយបន្ទាប់មកគាត់ក៏បាននិយាយថាគាត់គឺពិតជានឹកស្មានមកដល់នោះទេនៅខាងក្រៅនេះមនុស្សដែលបានខ្លាយទៅជាអមតៈហើយពួកគេគឺលែងជាមនុស្សទៀតហើយដោយ
សារតែចរិតរបស់ពួកគេគឺពិតជាសាហាវខូខើខ្លាំងមែនទែនបន្ទាប់មកគាត់ក៏បានធ្វើដំណើរចាកចេញអំពីកន្លែងនេះឆ្លងកាត់ដំណក់ទឹកភ្លៀងប៉ុន្តែមិនដឹងថាគាត់គឺកំពុងតែធ្វើដំណើរទៅទីណានោះទេហើយបើយើងក៏លេចទៅមើលក្នុងផ្ទះនឹងវិញក៏ឃើញថាពីរអ្នកម៉ែកូននឹងគឺនៅតែមានជីវិតដោយមិនទាន់ស្លាប់ឡើយដូច្នេះហើយសាកសពទាំងពីរដែលនៅក្បែរនឹងយើងក៏មិនទាន់ដឹងថាគឺជាអ្វីឲ្យពិតប្រាកដដែរហើយស្របគ្នាសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់